vàព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ណាបាទចឹង Reuters គាត់ធ្វើការរាយការណ៍នេះដោយទៅដល់ផ្ទាល់តែម្ដងជួបជាមួយនឹងបាទទាហានរបស់កម្ពុជាដែលកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យអញ្ចឹងដូច្នេះមានសេចក្តីរាយការណ៍ខ្លះគាត់ប្រើក្នុងនាមជាសារព័ត៌មានអញ្ចឹងខ្ញុំសូមជូនទៅតាមអ្វីដែលពួកគាត់បានរៀបរាប់រាយការណ៍នឹងជូនគឺតាមយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានទៅសម្ភាសនៅមន្ទីរពេទ្យជាច្រើនហើយនឹងជួបយុទ្ធជនរបស់កម្ពុជាមួយចំនួនដែលកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យហើយបាទគាត់បានជួបជាមួយនឹងយុទ្ធជនរបស់កម្ពុជាគឺយុទ្ធជននោះបានរៀបរាប់អំពីការដែលគាត់បានរងសារធាតុពុលផ្សែងពុលហើយត្រូវបានក្រុមទាហានជាមួយគ្នាបានអូសគាត់ចេញពីទីតាំងនៅឈរជើងនៅជួរមុខតែម្ដងអញ្ចឹងគឺបានន័យថាប៉ះពាល់ទាហានរបស់កម្ពុជាដែលកំពុងតែប្រយុទ្ធនៅសមរភូមិមុខក្រោយពីគាត់បាននិយាយថាគាត់ពិបាកដកដង្ហើមដោយសារតែថៃបានបាញ់ផ្សែងមកលើពេលហ្នឹងគាត់បានប្រាប់ទីភ្នាក់ងារគឺលោកគុណយងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាគាត់ពេលហ្នឹងមានអារម្មណ៍ដូចជាថប់ដង្ហើមពេលដែលគាត់ត្រូវផ្សាយនឹងហើយថប់ដង្ហើមគាត់និយាយដូចនេះគឺប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ពេលដែលគាត់កំពុងតែសម្រាប់នៅមន្ទីរពេទ្យហើយគឺការវិប្រហារនេះគឺកើតមានហើយសារព័ត៌មាននេះបានទៅជួបអ្នកដែលសម្រាប់ព្យាបាលហ្នឹងនៅក្នុងមន្ទីរពេទ្យដែលនៅក្នុងខេត្តបន្ទាយមានជ័យបាទខេត្តបន្ទាយមានជ័យរបស់កម្ពុជាហើយដែលសារព័ត៌មាន Reuters បានរាយការណ៍ថាអ្នកដែលសម្រាប់ព្យាបាលដោយសារតែមានបញ្ហាដង្ហើមហ្នឹងមានទាំងទាហានហើយនិងប៉ូលីសប៉ូលីសផងដែរដែលមានអារម្មណ៍ថាពួកគេបានស្ទះផ្លូវដង្ហើមក្រោយពីខាងយោធារបស់ថៃយន្តហោះយោធារបស់ថៃបានទម្លាក់សារធាតុមួយដែលអ្នកទាំងនោះរៀបរាប់ថាជាទឹកដែលពុល poisonous water គឺទឹកដែលពុលហើយបើយោងតាមក្រសួងការពារជាតិរបស់កម្ពុជាបានអះអាងថាគឺថៃបានប្រើសារធាតុឧស្ម័នពុលនេះគឺស្ទើរតែរាល់ថ្ងៃតែម្ដងមកលើទីតាំងរបស់យោធារបស់កម្ពុជាហើយក្នុងនោះគឺសូម្បីតែនៅថ្ងៃពុធនេះក៏បានបាញ់ទៅលើភូមិផងដែរបានទៅលើភូមិដែលយុទ្ធជនគុណយងគាត់ឈរជើងនៅទីនោះហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់កម្ពុជាបានការប្រើប្រាស់នេះថាជាការប្រើប្រាស់ឧស្ម័នហើយដែលជាតាក់ទិញមួយដែលរំលោភយ៉ាងច្បាស់លាស់នឹងច្បាប់អន្តរជាតិណាកម្ពុជាថាការប្រើប្រាស់គឺរំលោភច្បាប់អន្តរជាតិហើយក៏ប៉ុន្តែខាងក្រសួងមិនបានបញ្ជាក់ថាតើឧស្ម័នដែលខាងកម្ពុជាសង្ស័យនោះគឺជាឧស្ម័នប្រភេទអ្វីនោះទេបាទហើយក៏ប៉ុន្តែក៏មិនបានបង្ហាញផុសតាមផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ណាបាទហើយក៏មិនបានបញ្ជាក់ថាតើកម្ពុជាបានដាក់ពាក្យប្តឹងនេះជាផ្លូវការទៅអាជ្ញាធរអន្តរជាតិហើយឬនៅទេបាទគឺនេះតាម Reuters គាត់និយាយថាហើយនឹងអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជានោះគឺគាត់តែបាននិយាយអំពីបញ្ហានេះដូច្នេះតែប៉ុណ្ណោះតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនហើយ Reuters បានបញ្ជាក់ផងដែរថាខ្លួនក៏មិនបានមានលទ្ធភាពដើម្បីផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះការអះអាងរបស់កម្ពុជានោះដែរដោយឡែកអ្នកនាំពាក្យរបស់ខាងយោធាជើងអាកាសរបស់ថៃវិញបាននិយាយថាគឺប្រកែកថាពួកគេមិនដែលប្រើអាវុធគីមីអ្វីទេទៅលើនោះគឺខាងថៃគាត់ចោទថារបាយការណ៍នោះគឺជាព័ត៌មានคล้ายដោយបញ្ជាក់ថាការផ្សាយបែបនេះគឺដើម្បីធ្វើឲ្យបាទខូចប្រតិបត្តិការយោធារបស់ថៃបាទហើយគាត់អ្នកនាំពាក្យខាងយោធាកងទ័ពអាកាសរបស់ថៃបានបញ្ជាក់បន្ថែមថាប្រសិនបើថៃប្រើប្រាស់អាវុធគីមីនោះគឺវាជារឿងមួយពិបាកវាមិនមែនជារឿងដែលពិបាកដកដង្ហើមនោះទេគឺអ្នកទាំងអស់នោះប្រកាសជាស្លាប់បាត់ទៅហើយបាទអញ្ចឹងនៅក្នុងពេលដែលប្រយុទ្ធគ្នាកាលពីខែកក្កដាកន្លងមកនេះសារព័ត៌មាន Reuters ក៏ថាខាងថៃពិតជាបានទទួលស្គាល់ថាមានធ្លាប់ប្រើសារធាតុអាវុធដែលសារធាតុ phosphor ពណ៌សនឹងផងដែរដែលអាចនឹងបាញ់ទៅគឺឆេះ
ភ្លឺពន្លឺច្បាស់លាស់តែម្ដងហើយដែលមានចេញផ្សាយបាទផ្សាយផងដែរដែលគេទៅបានគេពិពណ៌នាថាជាសង្គ្រាមអាវុធគីមីហើយនៅពេលនោះគឺថៃបានទទួលស្គាល់ថាខ្លួនមានអាវុធបែបហ្នឹងមែនក៏ប៉ុន្តែគឺបានបដិសេធថាខ្លួនមិនបានប្រើប្រាស់អាវុធនោះទេបាទដោយបើតាមច្បាប់អន្តរជាតិគឺការប្រើប្រាស់ហ្នឹងគឺជារឿងមួយដែលមិនត្រឹមត្រូវទេបាទហើយបើយោងតាមសារព័ត៌មាន Reuters បានដកស្រង់ពីទីខាងអង្គការសុខភាពពិភពលោក World Health Organization បាននិយាយថាការដែលរងផលប៉ះពាល់ពីសារជាតិផូស្វ័រផ្សាយហ្នឹងគឺអាចមានផលប៉ះពាល់ទៅដល់ភ្នែកហើយនឹងប្រព័ន្ធដកដង្ហើមពិតប្រាកដមែនបាទក៏ប៉ុន្តែកម្ពុជាក៏មិនបានបញ្ជាក់ហើយនឹងថាតើវាជាសារធាតុផូស្វ័រហ្នឹងដែលធ្វើឲ្យរងផលប៉ះពាល់យ៉ាងម៉េចទេក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានសម្ភាសទាំងទាហានហើយនឹងប៉ូលីសដែលរងរបួសដែលកំពុងតែសម្រាប់ព្យាបាលហ្នឹងហើយថែមទាំងក្រុមគ្រូពេទ្យបាទក្រុមគ្រូពេទ្យក៏បញ្ជាក់ថាគឺមានបញ្ហាដូចដែលខាងទាហានអះអាងមែនគឺមានអ្នកខ្លះពិបាកនឹងដកដង្ហើមហើយខាងក្រុមគ្រូពេទ្យក៏ខិតខំព្យាបាលក្នុងតាមអាការៈនោះផងដែរហើយពេលដែលសារព័ត៌មាន Reuters បានទៅដល់មន្ទីរពេទ្យហ្នឹងគឺមានយុទ្ធជនខ្លះគឺនៅពាក់ម៉ាស់ដើម្បីស្រូបខ្យល់នឹងនៅឡើយទេពាក់អុកស៊ីហ្សែនបាទម៉ាស់អុកស៊ីហ្សែនណាបាទដោយសារតែពួកគាត់ហ្នឹងពិបាកដកដង្ហើមបាទនេះគឺជាអ្វីដែលទីភ្នាក់ងារសារព័ត៌មាន Reuters គាត់បានរាយការណ៍